ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនិយាយពីចំណុច UPS UPS ជាឧបករណ៍មួយដែលអាចទុកចរន្តអគ្គិសនីដោយបណ្ដោះអាសន្ននៅពេលដាច់ភ្លើងអាចទុកចរន្តអគ្គិសនីបានយូរ UPS ជាUPS ជាជំនួយដ៏ល្អសម្រាប់ប្រើប្រាស់ជាមួយនឹងកុំព្យូទ័រឬក៏ឧបករណ៍ផ្សេងៗទៀតចំពោះ AED Hard Drive គឺជាឧបករណ៍សម្រាប់រក្សាទុកទិន្នន័យជាអចិន្ត្រៃយ៍របស់កុំព្យូទ័រមួយដ៏សំខាន់ដែលបង្កើតដំបូងនៅឆ្នាំ1956ដោយក្រុមហ៊ុនIBM មានឈ្មោះថា Ramat ជាទូទៅនៅក្នុងកុំព្យូទ័រមួយត្រូវមាន AED មួយយ៉ាងតិចសម្រាប់ទុកនៅប្រព័ន្ធដំណើរការ Operating System កម្មវិធីប្រើប្រាស់ software និងឯកសារផ្សេងទៀត AED ដែលស្ថិតនៅក្នុង AED ដែលស្ថិតនៅក្នុងខេត្តត្រូវបានគេហៅថា internal AED និងមួយប្រភេទនិង AED មួយប្រភេទទៀតដែលប្រើនៅខាងក្រៅដែលប្រើសម្រាប់ដែលសារទុកឯកសារឬ backup ត្រូវបានគេហៅថា external AED ដែលអាចភ្ជាប់តាមរយៈខ្សែ USB តែថាជាយន្តគឺជាអង្គដំណើរការនៃ traffic របស់កុំព្យូទ័រប៉ុន្តែយើងគេបានដឹងថាជីវយុទ្ធគឺជាអង្គដំណើរការមួយរបស់កុំព្យូទ័រគេបានរចនាជីវយុទ្ធដើម្បីសម្រាប់ការប្រើប្រាស់ក្នុងកម្មវិធីជាច្រើនរួមមានកម្មវិធី graphic design កាតនិងសម្រាប់រូបជាច្រើនមានមតិជាច្រើនបានអានថាជីវយុទ្ធពិតជាល្អណាស់ពេលបច្ចុប្បន្ននៅក្នុងការងាររបស់ពួកគេតែបំណងជាវិយោគបាយយើងយកវាទៅប្រើក្នុងវិស័យហ្គេមវិញវាបានផ្ដល់នូវសារៈសំខាន់ដល់អតិថិជនជាខ្លាំងព្រមទាំងមានប្រជាប្រិយភាពនិងមានភាពល្បីល្បាញជាខ្លាំងតែបំណងជាវិយោគបានបង្កើតឡើងដោយភាពច្នៃប្រឌិតជាមួយនឹងបញ្ញាសិប្បនិម្មិត AI ជាវិយោគត្រូវបានបង្កើតឡើងដំបូងរចនាដំបូងសម្រាប់រចនាដំបូងដោយបង្ហាញក្រាហ្វិក 3D ផងដែរឧទាហរណ៍ Apple M1 GPU ដែលនៅជាស៊េរី M1 GPU គឺជាស៊េរី M1 នៃកុំព្យូទ័រ Mac ដែលផ្ដល់នៅ graphic និង graphic ខ្ពស់ជាមួយនឹងក្នុងកម្រិត Tech រកវត្តនេះគឺជាសំណុំបាក់អត់មួយដែលយើងជាប្រភពនៃការចងចាំមួយដែលមានដូចជាហាត់ត្រៃដែលមានដូចជាហាត់វាក៏ដូចជាឧបករណ៍អេឡិចត្រូនិកផ្សេងទៀតដែលយើងអាចបញ្ជាវាបានដូចជាម៉ៅជាដើមឧទាហរណ៍រោមគឺជារោមអាចប្រើក្នុងកម្មវិធីជាច្រើនរួមមានកម្មវិធីកំសាន្តmodel នៃឡាន model នៃរថយន្ត
តែនៅរញ្ញុផងដែរទីតែទាំងអស់នេះកំណត់ថាគឺជាលក្ខណៈថេរ Motherboard គឺជាបន្ទះ CPU សំខាន់ PCB នៅក្នុង computer បន្ទះ motherboard គឺជាចំណុចតជាប់ក្នុងទំនាក់ទំនងកណ្ដាលរបស់ computer ដែលក្នុងនោះមានសារៈសំខាន់រួមមានដូចជា chipset គឺជាអង្គភាពដំណើរការអង្គភាពដំណើរការនិងខុសស្លាយmotherboard មាននៅគ្រប់ទាំងអស់របស់ computer ដូចជា computer លើតុនិង computer រួចដែរ GPU ដែលមាន GPU គឺជាពីតកម្មវិទ្យាដែលដំណើរការកម្មវិធីប្រព័ន្ធប្រតិបត្តិការ OS អង្គចងចាំដែលការណែនាំនិងទិន្នន័យត្រូវបានរក្សាទុកក្នុងដំណើរការជាបន្តអាសន្ន បន្ទះសម្រាប់ LED រឹងនិងថែរឹងហាត់ឌីស្រ័យសម្រាប់ទិន្នន័យធំធាត់និងការទុកកម្មវិធី ROM BIOS ផ្ដល់អង្គចងចាំដែលមិនងាយក្នុងបង្កជាហេតុដែលរក្សាទុកនៅទិន្នន័យបង្កប់ដូចជាបញ្ចូលទិន្នន័យនិងទិន្នផលមូលដ្ឋានបន្ទះ chip ដល់ប្រែដែលជាប់ GPU អង្គចងចាំកន្លែងទុកនិងស្មារតីផ្សេងទៀតកងថាត្រជាក់និងឧបករណ៍កម្ដៅដែលរក្សាសីតុណ្ហភាពប្រព័ន្ធប្រតិបត្តិការក្នុងការផ្សំស្រោប រំដាប់ប្រព័ន្ធភ្ជាប់គ្រឿងកុំព្យូទ័រសម្រាប់ដាក់គ្រឿងកុំព្យូទ័រដូចជា motherboard ភ្ជាប់ទៅនឹង motherboard ភ្ជាប់ទៅនឹង រចនាសម្ព័ន្ធប្រព័ន្ធពន្លឺត្រូវបានរក្សាទុកនៅពេលដែលថាមពលមិនអាចប្រើបាននៅពេលដែលថាមពលមិនអាចប្រើបានឧបករណ៍ក្នុងថាមពលដែលជួយទៅរបបថាមពលខាងក្រៅមករបបគឺជា អ
នេះខ្ញុំឡើងមកនិយាយពី power supply power supply គឺជាឧបករណ៍ចរន្តដែលផ្គត់ផ្គង់ទៅឲ្យអគ្គិសនីរបស់ motherboard និងសារធាតុផ្សេងៗហើយអគ្គិសនីរបស់វាមានពីរប្រភេទមាន AC និង DC ដែលជាប្រភេទចរន្តភ្លើងខ្សោយទៅឲ្យ motherboard power supply ត្រូវបានបែងចែកពីរប្រភេទគឺ AP និង ATH power supply គឺជាបញ្ហាដែលធ្វើឲ្យកុំព្យូទ័រអត់ដំណើរការដោយសារឆ្លប់ចរន្ត power supply នឹងដុតហើយខាងលើ power supply ខូចដែលធ្វើឲ្យ power supply កណ្ដៅដំណោះស្រាយសម្រាប់ power supply គឺបណ្ឌិតមើលប្រព័ន្ធចរន្តខ្សែដែលបានជាប់ទៅនឹង motherboard បណ្ឌិតមើលឈ្មោះចរន្ត power supply បណ្ឌិតមើលកង្ហារក្នុង power supply សម្រាប់សម្អាតធូលីនៅក្នុង power supply ធ្វើតេស្តចង់ដឹង power supply ខូចឬមិនទាន់ខូចចំណែកមួយទៀត CPU ជាឧបករណ៍ទប់ចរន្តអគ្គិសនីបានមកដល់អាសន្នដែលដាច់ភ្លើងអាចទប់ចរន្តអគ្គិសនីបានយូរ CPU ជាជម្រើសល្អសម្រាប់ប្រើប្រាស់ជាឧបករណ៍ឬឧបករណ៍ផ្សេងៗទៀតជាច្រើន CPU គឺជាឧបករណ៍មួយដែលសំខាន់ជាងគេក្នុងចំណោមឧបករណ៍ផ្សេងៗរបស់កុំព្យូទ័រ CPU ជាមានន័យទីជាខួរក្បាលរបស់កុំព្យូទ័ររាល់ដំណើរការអ្វីមួយត្រូវឆ្លងកាត់ CPU ជាអ្នកវិភាគជាទូទៅនៅក្នុងកុំព្យូទ័រធម្មតាមាន CPU តែមួយទេប៉ុន្តែចំពោះកុំព្យូទ័រ server អាចមាន CPU ចាប់ពី2ឡើងទៅ CPU មានរាងជា chip សំប៉ែតមួយស្ថិតនៅលើ mainboard ក្នុង system unit ហើយនៅលើ CPU មានឧបករណ៍ពីរគឺ tension និងកង្ហារ CPU សម្រាប់រក្សាសីតុណ្ហភាពរបស់ CPU នៅពេលមានកុំព្យូទ័រធ្វើការច្រើនអាចបណ្ដាលឲ្យមានកម្ដៅក្ដៅ